Baជំរាបសួរបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីនៅឆ្នាំថ្មីបាទ2026-2027បាទថ្ងៃនេះខ្ញុំចង់លើកពីប្រធានបទបាទការជំរុះតិចតួចបាទនឹងការធ្វើរដូវតិចតួចឬក៏ការត្រៀមលក្ខណៈដើម្បីជំរុះផងឬជំរុញផងដើម្បីឲ្យបងប្អូនម្ចាស់ចការត្រៀមបាទអញ្ចឹងពាក់ព័ន្ធចំណុចនេះគឺខ្ញុំនឹងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិចែកជូនបងប្អូនម្ចាស់ចំការចន្ទទីទាំងអស់គ្នាអញ្ចឹងចំពោះចន្ទទីបច្ចុប្បន្នចន្ទទីបងប្អូនមួយចំនួនគឺប្រមូលផលខ្លះដល់ខែ6មែនទេបាទអញ្ចឹងបច្ចុប្បន្ននេះគឺចន្ទទីនេះគោផ្លែដល់ក្នុងខែនឹងដូចគ្នាប៉ុន្តែគឺវានៅដោយដើមទេបាទបច្ចុប្បន្នគឺស្លឹកបាទខ្មៅក្រឹបបាទខ្មៅក្រឹបក្រោយពេលវាទុំជ្រុះរើសចិត្តអស់មួយចំនួនបាទចន្ទទីនេះគឺវាចាប់ផ្ដើមចេញត្រួយបាទចេញត្រួយប៉ុន្តែមកបច្ចុប្បន្ននេះបាទវាចេញត្រួយនៅក្នុងខែ5ឥឡូវមកដល់ខែ8វាចូល3ខែហើយអញ្ចឹងគឺវាចាប់ផ្ដើមចេញរោគសញ្ញាចេញត្រួយបងប្អូនឃើញទេបាទគឺវាចាប់ផ្ដើមចេញត្រួយជាបន្តហើយបាទខ្លះពកបែកមាត់ចាបបាទខ្លះហៅបែកមាត់ចាបគឺចាប់ផ្ដើមចេញត្រួយហើយនឹងគឺពាក់ព័ន្ធគិតគូរទៅដល់នឹងនេះសុខភាពដើមនៃចន្ទទីបងប្អូនត្រូវយល់ថាសុខភាពដើមនៃចន្ទទីវាមិនខុសពីមនុស្សទេបើមនុស្សយើងសុខភាពល្អគឺមិនងាយឈឺទេបាទរីកមៀតធំធាត់បានលឿងអញ្ចឹងចន្ទទីនេះក៏ដូចគ្នាដែរបងប្អូនឃើញទេបាទចាប់ផ្ដើមចេញត្រួយបាទខាងនោះក៏ចេញដែរបាទចេញជាបន្តបាទចេញជាបន្តហើយចន្ទទីនេះគឺម្ចាស់គាត់ដោយសារគាត់ធ្វើឆ្នាំទៅខាងក្នុងស្អាតហើយបាទអញ្ចឹងឆ្នាំនេះគាត់អត់បានតាក់តែងមែកអីទេពីព្រោះអីគាត់ធ្វើ8-4ឈុំកាត់ខ្វែងបងប្អូនណាកាត់មុំចក្រានណាអត់ឲ្យមែកសឹងចិត្តដល់គ្នាហើយអាចនឹងមកត្រួយនេះឬមកត្រួយផ្កាបាទដល់គ្នាឆ្នាំក្រោយគឺគេលះតាណាប៉ះទេបាទទៀបប៉ះគេចាប់ផ្ដើមធ្វើប្រតិបត្តិការហើយអញ្ចឹងសម្រាប់ចន្ទទីនេះគឺបងប្អូនត្រូវត្រៀមលក្ខណៈបើសិនមកចន្ទទីបងប្អូនសុខភាពល្អហើយណាបងប្អូនណាបាទសុខភាពល្អហើយយើងត្រូវត្រៀមលក្ខណៈបងប្អូនគិតថាជំរុះគឺជំរុះចោះបងប្អូនគិតថាចង់ជំរុញប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ថាឆ្នាំនេះគឺមាន El Nino បងប្អូនយល់ពី El Nino ទេបាទ El Nino គឺភាពរាំងស្ងួតបាទអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងអស់នឹងស្វែងយល់ថាធ្លាប់ជំរុះក៏បងប្អូននៅតែជំរុះទៅបាទគ្រាន់តែថាតែបងប្អូនមួយចំនួនសួរថាតើទិន្នផលជំរុះហើយនឹងទិន្នផលជំរុញបែបធម្មជាតិមួយណាលឿនជាងល្អផ្លែច្រើនជាងបងប្អូនត្រូវចាំថាអត់ឈ្នះជំរុះទេជំរុះវាមានមួយឆ្នាំវាអាចមានដល់ទៅ4ទៅ5វគ្គបាទអ្នកខ្លះគាត់ជំរុះបាន50ខ្លះគាត់ជំរុះបាន30 70ខ្លះគាត់ជំរុះបាន20 80អញ្ចឹងដែរបាទអញ្ចឹងទៅតាមស្ថានភាពស្ថានភាពបងប្អូនបាញ់ជោគខ្លួនឯងមិនជោគខ្លួនឯងហើយបាញ់ពាក់ព័ន្ធនឹងសុខភាពកម្លាំងដងដើមខ្លួនឯងបាទអាហ្នឹងគឺវានឹងឆ្លើយតបជូនស្ថានភាពជូនបងប្អូនហើយអញ្ចឹងបច្ចុប្បន្នចន្ទទីនេះគឺចន្ទទីប្រើប្រាស់ជីយ៉ារ៉ាបាទហើយចន្ទទីនេះគឺគំរូឆ្នាំនេះគឺអត់ថយផលទេបាទចន្ទទីនេះ8ហត្តាដោយសារឆ្នាំ2024-25គឺខាងនេះគេកាប់ខ្វែងមកជួរបាទហើយដល់ពេលឆ្នាំដែលយើងរើសរួចនេះគឺគេកាប់ខ្វែងខាងនោះមកជួរបាទកាប់ខ្វែងអញ្ចឹងរាល់ឆ្នាំ8ហត្តានេះគឺទិន្នផលបាន23ទៅ24តោនអាហ្នឹង8ហត្តាណាបាទក៏ប៉ុន្តែដោយសារឆ្នាំនេះមានអាកាសធាតុលំបាកផងហើយគាត់កាប់ដើមចោលមកដើមផងគឺទិន្នផលគាត់ថយបាទនៅសល់តែ9-10តោនជាងទេបាទសល់9-10តោនជាងទេអញ្ចឹងក៏គិតថាប្រៀបធៀបទៅវាអាចសមស្របមួយចំនួនទី1យើងកាប់ដើមផងទី2គឺកត្តាអាកាសធាតុផងក៏ប៉ុន្តែគាត់ថាឆ្នាំនេះគឺចន្ទទីរបស់គាត់គឺគ្រាប់ទូចបាទគ្រាប់ទូចពេក M23 ដែរតែគ្រាប់ទូចដូច09អញ្ចឹងបាទ
xu tháp lại chả này anh nâng vì bà hai gì chả này bong bồn bà nâng cứ mùi chấm nói hay mùi chấm nói tiết nhom trong chay mình lại bong bồn tha ca triêm chấm ru cứ bong bồn thơ mách bong bồn thơ mơ chăn tí u thò lấy chăn tí chập đam tranh thủy một đòn rồi chân trui nè cứ trui ní cô cả làng nè để bọn nông sọc bếp hay trui nâng cả làng hay đã slak à khom nâng cứ dương ai chùm ruột bàn còn bàn tay vì bàn tranh mà rồi phía rồi bạch cho bọn ấy cứ vì lo trui bàn và hai mà phay tới sam sập phía rồi này trồng ca tiếng mù đi bàn tay vì lo ọt bàn mà rồi phía rồi còn tha vì nâng lo bị phụ ấy vì chập đam bài một chạp mà vì chập đam bài một chạp bà chẳng lắc việc không ai lo bên đấy nhưng kịch thà lo hỏi bà lo hỏi hay tranh ti dướng vì chập đàm nè bọn vốn á tranh trui hái hay mà chỉ muốn tới vì chập đàm này bọn vốn nhé bà bay một chạp triêm được tranh trui và to tiền chẳng anh nói cứ cầm làng chẳng tranh ti ní nơi non khai phẩm vậy ní trong khai vậy ní cứ ai tranh trui ban tầng ở hỏi bà tranh trui khai tầng đó dương rộp máu bà học sập ngày bà khai với trui ó khai bốn bà xàm sắp dương vô khai đóp và bạn học sập ngày sắp để chắc hàng crom đại việt tranh pe dương rư cặp bông ở rư việt tranh trui màu mà chặt nắng cứ sập nắng chặt vào chắc ở quân nộp phê bài ở quân nộp phê chẳng cứ dương thử banh chùm ru sập hàng crom sập để nơi hàng lơ cặp bông tranh trui ní cứ nắng dương cầm ói chu tầng ấy bà còn là thay dương bông bông khác còn pra là thay ô đi sót bà vận tải sầm rập nhom bẹp bọn nâng bị chạy cái tết cứ nhom ở sau này nó mà thay ô đi sót tết cứ nhom thật điềm tìa bông bông và thay ô chừng luôn pram từ bùn mùi cả lố dương bột đập bay xôn xe bùn mùi bình bà đầm bay ở về chui bầm bậy một cháp bà đập bay xôn xe bùn mũi chừng luôn 4 ទៅ 6 គីឡូសិនបាទហើយចកានេះដែលគាត់ធ្វើគំរូជោគជ័យច្រើនល្អរហូតគឺគាត់ដាក់ថៃអូរៀចំនួន 5 គីឡូ 13.046 6 គីឡូបងប្អូនណាបាទហើយជើងទី 2 បាទជើងទី 2 គឺគាត់ដាក់ 3 គីឡូថៃអូរៀបាទថៃអូរៀ 3 គីឡូហើយជើង 13.046 គឺគាត់ឡើងនៅ 6 គីឡូដែរតែគាត់បូកពពួកបាទអាតូនិកបាទដើម្បីបំបែកមកចាបបាទហើយបច្ចុប្បន្នភាពនេះគឺល្អបងប្អូនបាទល្អហើយយន្ទីគាត់នេះបាទបែកមកចាបចឹងទាំងអស់នេះឃើញទេបាទវាចាប់ផ្ដើមបែកមកចាបតិចអញ្ចឹងច្រើនអញ្ចឹងគឺចាប់ផ្ដើមបែកចេះបងប្អូនបែកមកហើយហ្នឹងគឺពាក់ព័ន្ធនឹងសុខភាពដើមពលឺថ្ងៃបានគ្រប់គ្រាន់ហើយស្លឹកឡើងខ្មៅល្អបាទហើយស្មៅគាត់អត់ទាន់បាញ់ទេដោយសាររៀងស្ដើងដែរលហោគាត់បាញ់ទៅបាញ់ថ្មីមុននឹងម្ដងដែរទេបាទគឺកលែកមើលជុំវិញចកាទៅគឺត្រួយខាងកពូលើហ្នឹងបាទចេញបាន 20 ទៅ 30% ហើយបែកមកចាប់បន្តទៀតអាហ្នឹងរូបមន្តដែលយើងត្រូវបាញ់ជំរុះហើយបងប្អូនត្រូវត្រៀមលក្ខណៈទាំងអស់គ្នាដើម្បីឲ្យចន្ទីយើងល្អបាទហើយចំពោះបងប្អូនទាំងអស់ខ្ញុំសង្ឃឹមថាវគ្គជំរុះ2វគ្គនេះគឺវាតម្រូវចិត្តបងប្អូនថាវាចោះលុយបន្តិចហើយបាទបន្តមកតាបានជោគជ័យគឺបងប្អូននឹងទទួលបានផលគោជាទីគាប់ចិត្តដែរហ្នឹងអញ្ចឹងវីដេអូនេះគឺខ្ញុំចែករំលែកជូនបងប្អូនប៉ុណ្ណឹងសម្រាប់បងប្អូនត្រូវការជីថ្នាំកសិកម្មអាចទំនាក់ទំនងបានសូមអរគុណ